ក្មេងស្រីតូចបានរកឃើញដោយចៃដន្យថាបុរសគ្រប់រូបដែលញ៉ាំអាហារនៅភោជនីយដ្ឋានអៃស្តររបស់គ្រួសារពួកគេនឹងត្រូវអំដំណើរដោយម្ដាយរបស់នាងទៅកាន់ផ្ទះបាយផ្ទាល់ហើយការមកលេងម្ដងមានរយៈពេលយ៉ាងហោចណាស់3ម៉ោងនៅពេលដែលបុរសចេញពីផ្ទះបាយម្ដាយរបស់នាងនឹងហត់នឿយហើយអតិថិជននឹងផ្ដល់រង្វាន់ដល់នាងលើសពីតម្លៃអាហារដោយចង់ដឹងអំពីអាចកំបាំងនៃផ្ទះបាយក្មេងស្រីតូចបានសួរម្ដាយរបស់នាងអំពីរឿងនេះប៉ុន្តែម្ដាយរបស់នាងគ្រាន់តែនិយាយថានាងនឹងលាតត្រដាងការពិតនៅពេលដែលក្មេងស្រីធំដឹងក្ដីហើយនាំមិត្តប្រុសមកផ្ទះវិញត្រឹមមួយប៉ព្រិចភ្នែក10ឆ្នាំបានកន្លងផុតទៅក្មេងស្រីនេះបានត្រឡប់មកផ្ទះវិញជាមួយមិត្តប្រុសថ្មីរបស់នាងដោយអន្ទះសារចង់ទម្លាយអាចកំបាំងនៃផ្ទះបាយយ៉ាងណាមិញម្ដាយរបស់នាងបានទូចឲ្យពួកគេបរិភោគមុនគេហើយបានដាក់ឲ្យស្ករបន្ថែមលើចានរបស់មិត្តប្រុសនាងបុរសនោះបានខាំមួយម៉ាត់ប៉ុន្តែភ្លាមនោះក៏ក្អួតចេញពីរសជាតិត្រីខ្លាំងឃើញដូច្នេះម្ដាយប្រាប់ក្មេងស្រីឲ្យទៅយកស្រាក្រហមមួយដបពីតុខាងមុខពេលក្មេងស្រីចាក់ចេញភ្លាមឪពុកនាងក៏ដើរចេញពីបន្ទប់យ៉ាងម៉ឺងម៉ាត់បន្ទាប់មកម្ដាយក៏ក្រោកឈរឡើងយឺតដោយបង្ហាញរាងដ៏ល្អឥតខ្ចោះរបស់នាងនៅចំពោះមុខបុរសវ័យក្មេងប្រឈមមុខនឹងការល្បួងបែបនេះបុរសនោះមិនស្ទាក់ស្ទើរហើយដើរតាមអាណាក្រំដៃក្មេកចូលទៅក្នុងផ្ទះបាយដ៏អាថ៌កំបាំងទន្ទឹមនឹងនោះភាគីខាងស្រីបានត្រឡប់មកជាមួយស្រាវិញគ្រាន់តែដឹងថាគ្រួសារនាងទាំងមូលបានបាត់ខ្លួនភ្លាមដោយគ្មានដានអ្វីទាំងអស់ពេលម៉ោងក្រោយមកម្ដាយរបស់នាងដោយហត់នឿយបានមករកនាងដោយប្រាប់ថាមិត្តប្រុសរបស់នាងបានចេញពីភោជនីយដ្ឋានអៃស្តររួចហើយបានហុចអង្កាំមួយខ្សែឲ្យនាងដោយអះអាងថាពួកគេមកពីយុវជននោះក្មេងស្រីបានស្គាល់ពួកគេភ្លាមវាជាសញ្ញានៃសេចក្តីស្រឡាញ់រវាងនាងនិងមិត្តប្រុសរបស់នាងជាអ្វីដែលពួកគេបានយល់ព្រមវិលមកវិញលុះត្រាតែពួកគេចង់បែកគ្នានាងមិនយល់ថាហេតុអ្វីបានជាគាត់សម្រេចចិត្តចាក់ចេញពីនាងភ្លាមព្រឹកឡើងមិត្តប្រុសរបស់នាងបានត្រឡប់ទៅភោជនីយដ្ឋានវិញក្មេងស្រីនោះបានប្រញាប់ប្រញោលទៅរកគាត់ដោយទាមទារឲ្យមានការពន្យល់អំពីការបែកគ្នាប៉ុន្តែបុរសនោះបានរុញនាងទៅដីដោយប្រាប់នាងឲ្យនៅឆ្ងាយនិងកុំជ្រៀតជ្រែកគាត់បរិភោគឲ្យស្ទដោយគ្មានពាក្យអ្វីទៀតគាត់ក៏រត់ចូលទៅក្នុងផ្ទះបាយក្មេងស្រីព្យាយាមឃាត់គាត់ប៉ុន្តែឪពុករបស់នាងបានបិទផ្លូវដោយព្រមាននាងកុំឲ្យឈានជើងចូលក្នុងផ្ទះបាយពេលនោះនាងបានឬដង្ហើមធ្ងន់របស់ម្ដាយនាងពីខាងក្នុងគំនិតដ៏អាក្រក់មួយបានលេចឡើងក្នុងចិត្តរបស់នាងភ្លាមនោះនាងបានរត់ទៅប្រាប់អាជ្ញាធរនិងរាយការណ៍ពីការជួញដូរខុសច្បាប់ក្នុងភោជនីយដ្ឋានឲ្យស្ទោទោសបីជាយ៉ាងណាក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់អាជ្ញាធររកមិនឃើញអ្វីគួរឲ្យសង្ស័យនោះទេពួកគេបានសន្មតថានាងគ្រាន់តែបង្កបញ្ហាជាមួយគ្រួសាររបស់នាងស្ដីបន្ទោសនាងយ៉ាងឃោរឃៅនិងបានធ្វើឲ្យនាងចុះហត្ថលេខាព្រមានជាលាយលក្ខណ៍អក្សរដោយសន្យាថានឹងមិនរាយការណ៍ការអះអាងមិនពិតម្ដងទៀតដោយបដិញ្ញាថានឹងលាតត្រដាងការពិតអំពីរឿងនេះផ្ទះបាយក្មេងស្រីបានប្រឈមមុខនឹងម្ដាយរបស់នាងដោយផ្ទាល់បន្ទាប់ពីត្រឡប់មកផ្ទះវិញដោយទាមទារឲ្យដឹងពីអ្វីដែលត្រូវបានលាក់ទុកនៅខាងក្នុងទីបំផុតម្ដាយរបស់នាងបានផ្ដល់ជូននាងប្រសិនបើនាងអាចនាំបុរសដែលអាចបរិភោគឲ្យស្ទើរចំនួន20ក្នុងមួយអង្គុយនោះគាត់នឹងលាតត្រដាងអាចកំបាំងក្នុងរយៈពេល1ខែបន្ទាប់ក្មេងស្រីនេះបានណែនាំមិត្តប្រុសចំនួន18នាក់ផ្សេងគ្នាប៉ុន្តែមិនមាននរណាម្នាក់បំពេញតាមតម្រូវការរបស់ម្ដាយនាងទេរហូតដល់ថ្ងៃមួយមិត្តភក្តិដ៏ល្អបំផុតរបស់នាងបានណែនាំនាងឲ្យស្គាល់នរណាម្នាក់ដែលជាមិត្តភក្តិដែលគេស្គាល់ថាជាអាហារសមុទ្រដ៏ឆ្កួតលីលារបស់គាត់តាមការពិតបុរសនោះបានលេបសត្វឲ្យស្ទទាំង20ក្បាលដោយមិនបែកញើសប៉ុន្តែភ្លាមនោះរាងកាយរបស់គាត់ក៏ឆេះឡើងដោយកម្ដៅមិនអាចគ្រប់គ្រងបាន